បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាពិសេសបងប្អូនដែលស្រឡាញ់បែបធម្មជាតិលក្ខណៈធម្មជាតិពេលនេះបងប្អូនសូមបង្ហាញអំពីគេថាមើលទៅដូចជាចម្លែកឲ្យប្លែកបងប្អូនប្រកាសជាថាចុំនេះដូចស្អីចេះបងប្អូនមើលមកភ្នែកដូចស្លឹកខ្ទឹមឬក៏ផ្កាកញ្ឆាយអាចយកទៅស្លដាំបានឬយ៉ាងណាប៉ុន្តែបងប្អូនដែលស្គាល់គាត់មើលគាត់ដឹងតែម្ដងបងប្អូនបាទនេះជាធម្មជាតិពិតបើថាឧទាហរណ៍យើងបានដើរកំសាន្តលើព្រៃភ្នំអីដើរឃើញបើចំវងគាត់តែម្ដងគឺថាគឺភ្ញាក់អារម្មណ៍ចម្លែកអារម្មណ៍សប្បាយចិត្តតែម្ដងបងប្អូនគឺថាមិនងាយបានឃើញទេគឺថាអ្វីនេះគឺបងប្អូនសូមបញ្ជាក់គេថាកេសរកូលរបស់ខ្មែរយើងកេសរកូលបាទកេសរកូលខ្មែរយើងកេសរកូលមិនមែនអុកដេអីទេបាទគឺឈ្មោះខ្មែរយើងអញ្ចឹងគឺថាតម្រាំតាមានផ្កានេះគឺថាមួយឆ្នាំពេញហើយបងប្អូនអើយមិនងាយបានឃើញសម្រស់ទេដេកទន្ទឹងរង់ចាំមើលសម្រស់ហ្នឹងគឺថាដូចចាំផ្លូវម៉ែមកផ្សារអញ្ចឹងគឺថាមិនធម្មតាទេចេញមកគឺថាគឺឲ្យអារម្មណ៍យើងស្រស់ស្រាយដេកនឹកឃើញតែម្ដងបងប្អូនគឺថាអ្វីដែលចេញមកនេះគឺថាស្អាតមែនតើបងប្អូនគាត់ថាបើកភ្នែកមកឃើញឬសំឡេងសត្វយំឃើញសម្រស់ធម្មជាតិសន្សំការព្រៃថាបែបថាអូយស្អាតណាស់កែសកូនគាត់ថាពណ៌សលាយស្វាយនេះមិនធម្មតាទេសម្រស់នេះធ្វើឲ្យថានឹកឃើញមួយឆ្នាំទន្ទឹងរង់ចាំបងប្អូនមិនងាយស្រួលទេមួយឆ្នាំបានចេញមកហើយគាត់ថាមិនងាយរយទេគាត់ថាយើងថែទាំទឹកដិតដល់មែនតើបងប្អូនគាត់ថាយើងស្រោចទឹកជាប្រចាំហើយមិនងាយរយទៅណាទេគាត់ថានៅប្រឈមមកបង្ហាញសម្រស់តូចទេប៉ុន្តែខ្លឹមតែម្ដងបងប្អូនថាខ្លឹមតែម្ដងថាមើលទៅហើយមើលទៀតថាស្រោចទឹកបដាមានអារម្មណ៍ថាស្រស់ស្រាយមិនហត់ទេក្នុងការមើលថែថាបងប្អូនពីបានឃើញផ្កាគឺថាមានអារម្មណ៍ថាចង់ឃើញនេះទំចេញតែមួយពូជនេះទេនៅពូជផ្សេងទៀតប៉ុន្តែបងប្អូនសូមបង្ហាញពូជនេះគឺថាមានឈ្មោះថាពុកមាត់ព្រំបងប្អូនបាទមួយឆ្នាំផ្កាតែម្ដងទេមិនងាយបានចេញផ្កាទេសម្រស់ដូចបងប្អូននិយាយអញ្ចឹងបងប្អូនដែលស្រឡាញ់ធម្មជាតិពិតជាពិសេសបងប្អូននារីគឺថាគាត់ស្រឡាញ់ផ្កាចូលចិត្តអីហ្នឹងគឺត្រូវហើយគឺថាមើលហើយគឺថាអ្នកស្រឡាញ់គឺថាគាត់ជឿថាជក់ចិត្តដិតអារម្មណ៍តែម្ដងការស្រឡាញ់មើលថែគឺថាដិតដល់មែនតែនស្រោចទឹកជាប្រចាំមិនឲ្យដាច់ទេបងប្អូនទឹកគឺថាមើលថែទាំជាប្រចាំតែម្ដងមួយឆ្នាំបងប្អូនបាទដូចបងប្អូននិយាយដដែលអញ្ចឹងមួយឆ្នាំបានចេញផ្កាណាចេញផ្កាមកហើយគឺថាមើលហើយមើលទៀតនិយាយដដែលនេះថាស្អាតណាស់បងប្អូនអើយស្អាតមែនតែនមិនគួរឲ្យជឿថាធម្មជាតិរបស់យើងបានបង្កើតមកថាគឺថាមានចម្រុះពណ៌តែម្ដងប្រភេទនេះគឺថាពណ៌វាសលាយស្វាយគឺថាមិនធម្មតាទេស្អាតមែនតើនេះបងប្អូននិយាយដដែលអញ្ចឹងថាបងប្អូនបើស្រឡាញ់ពេញចិត្តគ្រប់ត្រូលបងប្អូននឹងធ្វើវីដេអូបន្តទៀតថាមានពូជជាច្រើនទៀតប្លែកល្អថាពណ៌គ្រប់ចម្រុះថាធម្មជាតិយើងគឺថាបង្កើតមកមានច្រើនបែបណាស់បងប្អូនជាពិសេសគឺថាប្រភេទកែសរកូលនឹងតែម្ដងបាទគឺថាភាគច្រើនគឺដុះនៅលើភ្នំនេះគឺថាឥឡូវយើងបានពូជមកដាំគឺថាឥឡូវថាពូជនៅក្នុងស្រុកវិញអញ្ចឹងថាយើងបានពីព្រៃមកគឺថាដាំនៅក្នុងស្រុកគឺថាពូជនៅក្នុងស្រុកចុះបងប្អូនបាទស្អាតណាស់បាទអូយមិនរសាមិនបានទេធម្មជាតិពិតអារម្មណ៍ស្រស់ស្រាយមែនតើពេលបានឃើញមួយឆ្នាំបងប្អូនបញ្ជាក់ទៅដល់មួយឆ្នាំបានការម្ដងថាអូយអ្នកស្រឡាញ់មិនយល់អារម្មណ៍មួយនេះបងប្អូនទន្ទឹងរង់ចាំតែម្ដង